បាទបងប្អូនអ្នកគ្នាថ្ងៃនេះនាំបងប្អូនមកមើលទសកម្ដងតើទសនឹងវាជួបអីចឹងណាវាមានបញ្ហាអីបានជាវាមានស្លឹកជាងមើលស្លឹកវារៀងក្រហមឬអានេះគេហៅថាលឿងចុះលឿងរោលនៅលើស្លឹកវាចឹងណាហេតុអីបានវាមានបញ្ហាចឹងហើយចឹងទៅរកមូលហេតុដល់គ្នាថាវាមានពីណាដែលធ្វើឲ្យវាចឹងណាចឹងឥឡូវក្លែកទៅមើលស្លឹកបន្ថែមទៀតថាជាងមើលពីមានពួកសត្វល្អិតនេះសទុយណាអានេះវាទុំនៅខាងលើហ្មងឬសឈាមបោពពួកសត្វល្អិតមួយប្រភេទដែលវាមកជញ្ជក់រោគរស់ឬក៏សារធាតុចិញ្ចឹមរបស់ដំណាំអញ្ចឹងដំបូងឡើយវាមកជញ្ជក់មានគ្នាតិចតួចទេតែយូរទៅវាអាចថាវិវត្តវាបង្កកំណើតមកតង់ពីមួយវគ្គទៅមួយវគ្គមានកូនចៅច្រើនអញ្ចឹងណានេះឃើញមានទុំនៅលើហ្មងបាច់វែកទៅមើលក្រោមហើយឥឡូវបើមើលយើងមើលទៅលើក្រោមស្លឹកវិញក្រោមស្លឹកក៏មានដែរនេះទូចរឿងពិនិត្យមើលបន្តិចនេះខ្ញុំនេះឲ្យវាទៅតាំងវាហើអត់ចឹងណានេះក៏វាដែរនេះបាទនឹងសរុយសយើងមើលស្លឹកនេះទៀតនឹងឃើញវាហើទូចទេហើទូចហ្នឹងអញ្ចឹងករណីថាយើងប្រើថ្នាំសម្លាប់ហើយបើយើងអត់ស្មាតស្មៅខាងក្រោមនេះពេលយើងបាញ់ថ្នាំហើយវារត់មកក្រោមនេះអញ្ចឹងណាចឹងអានេះជាប្រភពជំរើរបស់វានេះពួកស្មៅខាងក្រោមហ្នឹងជាប្រភពហ្នឹងចឹងបើថាយើងសម្អាតស្មៅនឹងបានស្អាតហើយយើងបាញ់ជាប្រភេទថ្នាំពុលហ្នឹងលក្ខណៈធម្មជាតិបដិញជាប្រភេទទឹកខ្ជូងជីវៈអីជាដើមណាអញ្ចឹងវាអាចជួយបដិញហើយនឹងទប់ស្កាត់ពួកសត្វល្អិតហ្នឹងកុំឲ្យវាមកបន្តទៀតអញ្ចឹងពេលដែលវារត់ចេញទៅបាត់ទៅដំណាំយើងចាប់ដើមលូតលាស់វិញប្រសើរវិញវាអត់សូវមានអីជាមកដដើមឬក៏មកជក់សារធាតុចិញ្ចឹម